ការដាំដុះតរ៉េននៅក្នុងតំបន់នេះមានគេឈ្មោះល្បីល្បាញដូចជានៅតំបន់ផ្សេងៗដែរបាទស្ដាយណាស់ដែលបងអូនមកក្នុងរដូវនេះតរ៉េនវានៅខ្ចីបាទបើសិនជាមកនៅរដូវខែ5ឬខែ6តរ៉េនទុំហើយតរ៉េននេះទុំឆ្ងាញ់ល្អណាស់ដោយសារតែយើងធ្វើទៅតាមបច្ចេកទេសទំនើបបច្ចេកទេសជឿនលឿនបច្ចេកទេសថ្មីដែលធ្វើឲ្យតរ៉េននឹងទុំស្មើល្អសាច់ល្អហើយល្មុតឆ្ងាញ់មិនចាញ់កន្លែងដទៃទេចាស្ដាយបងនិយាយទៅខ្ញុំមកលើខែបន្តិចបើសិនជាមកចំខែឧសភាមិថុនាអីអានឹងបានភ្លក់តរ៉េនហើយហើយបើនិយាយពីតរ៉េននេះវិញឃើញមានតម្រងរូបរាងល្អនេះអញ្ចឹងតរ៉េនហ្នឹងពូជតរ៉េនអីគេដែរបងបាទអញ្ចឹងបងអូនសាក់ទាយសាក់មើលថាតរ៉េនហ្នឹងជាតរ៉េនអីដែរជាពូជតរ៉េនអ្វីដែរបើនិយាយពីពូជផ្លែតរ៉េនខ្ញុំធ្លាប់ស្គាល់មានដូចជាតរ៉េនដូនតាតរ៉េនអូខាតរ៉េនម៉ាន់ថងបាទអត់មិនត្រូវទេអានេះពូជរី6អញ្ចឹងរី6នឹងម៉ាន់ថងហ្នឹងវាពូជមើលទៅហាក់ផែលគ្នាគាត់ថារី6វាអាចនឹងទុំមុនម៉ាន់ថងរី6ដូចអត់ធ្លាប់ឮបងរូបរាងស្តៀងម៉ាន់ថងដែរប៉ុន្តែឈ្មោះរី6វិញបាទរី6វាខុសពីម៉ាន់ថងរី6ផ្សេងគឺម៉ាន់ថងផ្សេងបើសិនជាអ្នកដាំតរ៉េនដូចគ្នាគឺគេមើលស្គាល់ព្រោះរី6វាមានលក្ខណៈស្រួចម៉ាន់ថងអត់សូវស្រួចចឹងទេផ្លែប៉ុន្តែលក្ខណៈពិសេសរបស់រី6គឺវាទុំមុនម៉ាន់ថងបាទវាទុំមុនម៉ាន់ថងវាទុំដូចមុនរដូវចឹងអញ្ចឹងវាអាចនឹងសនុកលក់ទីផ្សារសម្បូរជាងម៉ាន់ថងដល់ម៉ាន់ថងដល់ច្រើនគ្នាពេកអញ្ចឹងបានជាប្រជាកសិករតំបន់នេះគាត់មានយករី6នឹងមកដាំរី6ជាលើកទី1សម្រាប់ខ្ញុំដែលបានឮហើយបានមកឃើញរូបរាងផ្ទាល់តែនិយាយទៅល្អដែរនៅពេលដែលយើងអាចប្រមូលផលតរ៉េនបានមុនគេហើយនៅពេលដែលទីផ្សារអត់ទាន់មានអញ្ចឹងយើងអាចលក់បានលុយមុនគេដូចគ្នានិយាយអញ្ចឹងបងរសជាតិរី6នោះរសជាតិគេមិនដែរបាទរសជាតិរី6មួយយ៉ាងម្នាក់ជាមួយម៉ាន់ថងបើអ្នកដែលចូលចិត្តញ៉ាំម៉ាន់ថងរៀងជ្រប់គេញ៉ាំម៉ាន់ថងតែរី6សាច់វាទន់ជាងបន្តិចបាទរសជាតិវារៀងទន់ជាងបន្តិចហើយវាទុំមុនចាបងពណ៌អីមិនដែរស្តៀងម៉ាន់ថងដែរហ៎ពណ៌ស្តៀងគ្នារី6ឆាប់បានផលមុនគេអញ្ចឹងរេណូបើសិនជាខ្ញុំមានចការតរ៉េនណាខ្ញុំដាំពូជរី6ហ្នឹងទាំងអស់ហ្មងនិយាយទៅខែដែលគេអត់មានគឺយើងមានមុនគេលក់បានលុយមុនគេអាហ្នឹងមិនមែនរី6ទេក្មួយគឺពូជមូសាំងគិនអាហ្នឹងវាស្រាលជាងរី6ទៀតស្រាលជាងរី6ទៀតបាទអញ្ចឹងរយៈពេលប្រហែលខែចាប់បានទុំតែ90ថ្ងៃទេទុំហើយ90ថ្ងៃចូលរី6 100ថ្ងៃអូអញ្ចឹងលឿនជាងរី6ទៀតប៉ុន្តែគ្រាន់ថាយើងធ្វើវាពិបាកធ្វើជាងអូបាទព្រោះដើមវាតម្រង់ដើមរបស់វារឹងជាងអញ្ចឹងពិបាកក្នុងការដាំជាងពិបាកដាំដុះជាងអញ្ចឹងមូសាំងឃីងនេះបានផលមុនរី6មែនហើយតម្លៃថ្លៃជាងមែនប៉ុន្តែពិបាកក្នុងការដាំដុះឬក៏ថែទាំនៅលោកពូពិបាកជាងព្រោះអាហ្នឹងវាពិបាកធ្វើជាងរី6ចាហើយចូលនៅពេលដែលគេឲ្យផលមកផ្លែគេនឹងមិនដែរពូផ្លែវាមិនបាអានធំអាចដល់គីឡូច្រើនដូចផ្លែផ្សេងទេអស់ហើយថា1គីឡូកន្លះហ្នឹងធំជាងគេហើយកាលពីហ្នឹងសិតតែ1គីឡូ2ខាំ1គីឡូ3ខាំអីទេប៉ុន្តែសាច់វាល្អសាច់ល្អបាទសាច់ល្អហូបខ្ញុំធ្លាប់ទៅបានញ៉ាំក៏ដូចជារៀនសិក្សាតាក់ទងជាមួយនឹងការដាំដុះតរ៉េនហ្នឹងនៅខាងកពតនៅបែកម្លូងកំពង់ចាមហើយនៅសំឡូតខេត្តបាត់ដំបងដល់ពេលឥឡូវនេះយើងបានមកដល់ខេត្តត្បូងឃ្មុំស្រុកមេមត់នេះក៏មានដាំដុះតរ៉េនច្រើនដែរអញ្ចឹងសម្រាប់តរ៉េនមេមត់នេះខ្ញុំធ្លាប់ញ៉ាំដែរនៅភ្នំពេញទិញញ៉ាំផ្ទាល់ដែលបានមករកចការអញ្ចឹងឯងចាំមើលដល់ពេលថ្ងៃគេប្រមូលផលយើងនឹងមកម្ដងទៀតដើម្បីសិក្សាហើយជាពិសេសចង់ភ្លក់រសជាតិផ្ទាល់នៅចការហ្មងចង់នឹងថានេះតរ៉េននៅមេមត់ត្បូងឃ្មុំនោះរសជាតិមិនវិញហើយចុះការថែទាំអីមិនដែរលោកពូការថែទាំយើងអាសាដើមមើលវាហើយនឹងយើងមើលសត្វអិតសត្វអីចាកុំឲ្យវាមានសត្វល្អិតចឹងហើយទឹកស្មៅគឺថាកុំឲ្យវាមានស្មៅមានអីនៅក្រោមគល់វាកើតមានជំងឺនៅក្នុងគល់ហ្នឹងចាបាទហើយយើងមានវិធីសាស្ត្រព្យាបាលវាទៅកុំឲ្យវាឈឺអូបើសិនជាវាមានស្មៅច្រើនអាចនឹងស៊ីជីតរ៉េនទឹកត្រូវការជោគជាំអត់លោកពូទឹកវាមានពេលវេលាអាយុវាប៉ុណ្ណេះត្រូវដាក់ទឹកប្រហែលនាទីអាយុប៉ុណ្ណេះត្រូវដាក់ទឹកប្រហែលនាទីតាមដំណើររបស់ផ្លែអភិវឌ្ឍរបស់ផ្លែវាអាយុប៉ុណ្ណេះត្រូវដាក់ប៉ុណ្ណេះអាយុប៉ុណ្ណេះត្រូវដាក់ប៉ុណ្ណេះកាលណាបើយើងពេលនៅទូចយើងដាក់ទឹកច្រើនធ្លាក់ដីអស់ធ្លាក់ដីអស់បាទឈូសដីអស់ហើយឈូសផ្លែហ្នឹងលោកពូឈូសផ្លែក្តឹបហ្នឹងឈូសអស់ហើយ
ចឹងមានន័យថាជោគជាំពេកក៏អត់បានតិចពេកក៏អត់បានដែរ តិចពេកក៏ធ្លាក់ដែរវាស្វិតធ្លាក់ទៅដែរ ចាលោកពូ យើងថែទាំវាតាំងពីពេលដែលវាផ្កាចេញមកនៅដើរបោះពេលយប់ហើយវាចាប់ពីម៉ោង6កន្លះទៅម៉ោង7បានវាប្រកាសកេសរយើងដើរបោះរហូតតដល់ម៉ោង9កន្លះអាហ្នឹងវាឈប់ប្រកាសកេសរហើយក្នុងមួយយប់ហ្នឹងពេលដែលការបោះកំអងកេសរនេះបានខ្ញុំបានថតទុកឲ្យមើលដែរនេះ អូយើងប្រើអំបោះបោះយើងធម្មតាហ្នឹងប៉ុន្តែបោះទៅបោះមកលោកពូណ៎ បាទបោះទៅបោះមកឲ្យវាប្រកាសគ្នា អូនេះជាវិធីសាស្ត្រក្នុងការបង្កាត់លំអងណាលោកពូយើងប្រើអំបោះបោះទៅបោះមកអញ្ចឹងទៅអញ្ចឹងផ្កាអាចបង្កាត់ពូជពីកេសរញីកេសរឈ្មោលបានដោយខ្លួនឯងហើយ អ្វីដែលលោកពូប្រាប់មករណែតហ្នឹងទីបច្ចេកទេសគេហៅថាដំណើរលំអងអញ្ចឹងការចម្លងកេសរញីឈ្មោលដោយការប្រើប្រាស់បច្ចេកទេសថ្មីនេះងាយស្រួលជាងដែលយើងពឹងផ្អែកទៅលើការចម្លងកេសរពីសត្វល្អិតទៀតអញ្ចឹងនៅពេលយើងធ្វើបែបនេះធ្វើឲ្យដំណាំទុរេនរបស់យើងកាន់ផ្កាកាន់ក្តឹបកាន់ផ្លែបានល្អហើយបានច្រើនទៀតហ៎ បាទបងអូនឥឡូវហ្នឹងត្រូវហើយគឺកសិករឥឡូវគាត់ប្រើតាមបច្ចេកទេសទំនើបមើលដូចម្រេចស្វាយចន្ទីកស៊ូហើយដំឡូងជាក់ស្ដែងដូចទុរេនយើងជាដើមអញ្ចឹងពីមុនមកគាត់បង្កាត់កេសរញីឈ្មោលដោយប្រើសត្វល្អិតឃ្មុំមកជាដើមតែបច្ចុប្បន្ននេះឥឡូវគាត់អាចប្រើ បច្ចេកទេសដោយខ្លួនឯងបានហើយនឹងខាងក្រោមនេះអីគឺមានបច្ចេកវិទ្យាទំនើបគឺលែងស្រោចរែកទឹកស្រោចដោយដៃហើយគឺយើងស្រោចដោយប្រើបច្ចេកវិទ្យាទំនើបមានម៉ាស៊ីនមានអីស្រោចបើពីមុនមកគឺយើងស្រោចដោយដៃតែអត់ទឹកគឺងាប់ហើយដំណាំមកហ្នឹងដូចបងមើលឃើញស្រាប់នេះឥឡូវនេះឃើញបច្ចេកវិទ្យាđóហើយវាទំនើបអញ្ចឹងបាទ ចាបង អញ្ចឹងមករណែតការដាំដុះដំណាំទុរេនដូចជាមានអញ្ចឹងមានកណាឲ្យផលមុនគេលក់បានថ្លៃអញ្ចឹងទុរេនដូចគ្នាអញ្ចឹងបាត់កសិករឥឡូវគាត់កំពុងតែសម្រុកក្នុងការដាំដុះអីគេពូជរី6និងពូជមូសាន់ឃីវាបានច្រើនដោយសារពូជទាំងអស់ហ្នឹងគឺឆាប់ឲ្យផលលឿនទៀតអញ្ចឹងលក់បានថ្លៃដោយសារតែផ្លែមុនរដូវប៉ុន្តែបើសិនជាយើងនេះដាំម៉ាន់ថងដែលបានពូជមកផ្លែមុនគេអញ្ចឹងដែរក៏ល្អដែរលក់បានថ្លៃណា